សួស្តីបងប្អូនទាំងអស់គ្នានេះគឺជារបៀបចូលទៅកាន់ Student Portal និងរបៀបភ្ជាប់ RUPP Wi-Fi ជាដំបូងបងប្អូនចូលទៅកាន់ browser ណាមួយក៏បានហើយចូលទៅកាន់ ecard.rupp.edu.kh បន្ទាប់មកសូមវាបញ្ចូល email និង password ដែលខាង department គាត់បានផ្ដល់ឲ្យដែលមានតកូលចុចឈ្មោះចុចលេខ department@rupp.edu.kh ចំពោះ password វិញគឺ RUPP ថ្ងៃខែឆ្នាំកំណើតតបមកអូនចុច sign in នោះអូននឹងបានចូលទៅកាន់student portal ដែលអូនអាចឃើញពីព័ត៌មានរបស់ខ្លួនហើយនឹង student enrollment my card ហើយនឹង my account តែចង់បញ្ជាក់ផងដែរថាបងប្អូនត្រូវតែបំពេញព័ត៌មានទាំងអស់ដែល missing នៅក្នុងនេះឲ្យបានគ្រប់ទើបបងប្អូនអាចបើកកាត digital បានហើយនេះគឺជា QR code ដែលនឹងមានប្រយោជន៍នៅពេលក្រោយហើយចំពោះការកែព័ត៌មានបងប្អូនចុចនៅ mouse ខាងស្ដាំនោះហើយបំពេញព័ត៌មានទាំងអស់ដែលមានការខ្វះខាតហើយសូមបំពេញឲ្យគ្រប់ទើបទៅដល់កន្លែងកាតខាង admin គាត់ approve ឲ្យនឹងចេញកាត digital មួយទៀតបាទនេះអូនចុច save change នេះគឺអត់ទាន់មានទេយើងនៅខ្វះនៅ education ខ្វះព័ត៌មានពីការសិក្សាហើយនឹង family ក៏ត្រូវតែបំពេញទាំងអស់ដូចគ្នាដែរបន្ទាប់ពីបងប្អូនបានបំពេញរួចចូលដល់ចំណុចមួយទៀតគឺ my enrollment គឺកន្លែងនេះគឺនិយាយពីឆ្នាំសិក្សារបស់យើងហើយនឹង department វេនផ្សេងនឹងមានអីបន្តទៀតនៅពេលក្រោយនេះដូចបងប្អូនឃើញនៅកន្លែង my card ហ្នឹងគឺ incomplete information ដរាបណាតតែបងអូនបំពេញព័ត៌មានបានគ្រប់ទើបទទួលបានការ digital ហើយពេលបងប្អូនបំពេញគ្រប់វានឹងចេញpending approval ដែលចាំការ approve ពីខាង IT center បន្ទាប់ពីបងប្អូន approve ពី admin ហើយបងប្អូននឹងបាន digital card បែបនេះបន្ទាប់មកបងប្អូនអាចយក QR code ហ្នឹងទៅបើកកាតផ្ទាល់បានហើយចំពោះ my account វិញបងប្អូនអាចឃើញអំពី information ផ្សេងៗហើយនឹង password Wi-Fi និង password student portal ផងដែរហើយខាងក្រោមនេះគឺជារបៀបភ្ជាប់ Wi-Fi តាមរយៈ Android iOS ឬក៏តាមរយៈ Xiaomi ជាដើមបងប្អូនអាចចូលទៅមើលវីដេអូនៅក្នុងនឹងបានមានពីរបៀបភ្ជាប់ Wi-Fi បាទសូមអរគុណ